បាយទាខ្វាយជើងចាស់មកកន្លែងនៅចិត្តផ្លូវភ្លួអូអស័យគ្រាន់ថាប្រហែលប៉ុណ្នេះពុកម៉ែបងប្អូនដែលជាមួយគឺប្រកាសជាបានស្គាល់ច្បាស់តែម្ដងព្រោះដោយសារតែនៅកន្លែងគាត់លក់ដាច់មែនតើជាពិសេសហ្នឹងគឺទៅលើវិធីសាស្ត្រនៅក្នុងការខ្វាយទារបស់គាត់ណាគឺថាសាច់ទាចេញមកឡើងទន់ល្មើយតែម្ដងហើយសម្រាប់បាយរបស់គាត់វិញក៏ឆ្ងាញ់ដែរពុកម៉ែបងប្អូនគឺជាប្រភេទបាយចំហុយសម្រាប់ទីតាំងអ្នកធូ Sister ទៅនៅថ្ងៃនេះគឺមានឈ្មោះថាបាយទាខ្វៃតាំងលីមហួតនៅជិតផ្លូវភ្លួអូអស័យដែលស្ថិតនៅលើផ្លូវ232កែងជាមួយនឹងផ្លូវ111ហើយសម្រាប់យីហោតាំងលីមហួតនេះគឺបើកលក់មកយូរឆ្នាំហើយពុកម៉ែបងប្អូននៅខាងអូអស័យគឺប្រកាសជាបានស្គាល់ភិកច្រើនព្រោះដោយសារតែនៅកន្លែងគាត់នឹងគឺជំនាញមែនតើទៅលើការខ្វៃទាក៏ដូចជាខ្វៃជ្រូកអីផ្សេងៗណាដោយដែលបានឃើញនេះអញ្ចឹងគឺថាទៅតែដកពីម៉ាស៊ីនខ្វៃមកថ្មីហ្មងពុកម៉ែបងប្អូនគឺថាក្តៅហុយហ្មងអញ្ចឹងនៅពេលដែលយើងបានទៅញ៉ាំប៉ះចំរបស់ដែលគេថ្មីក្តៅអញ្ចឹងគឺថាឆ្ងាញ់ជាប់ចិត្តមែនតើអ្វីដែលពិសេសហ្នឹងគឺឃើញថាបងនៅទីនេះគាត់សឹងតែមានជំនាញពិសេសតែម្ដងដោយការផ្លែសាច់ទានេះអញ្ចឹងពុកម៉ែបងប្អូនគឺថាផ្លែយកតែសាច់ទេអញ្ចឹងនៅពេលដែលយើងញ៉ាំគឺងាយស្រួលមែនតើអត់មានប៉ះជាមួយនឹងឆ្អឹងទេហើយជំនាញទាំងអស់ហ្នឹងគឺបានមកពីអ៊ំប្រុសម្ចាស់ហាងសម្រាប់អ្នកជាមួយគឺប្រកាសជាបានស្គាល់អ៊ំប្រុសហើយតែពេលដែល Twister ទៅហ្នឹងគឺអត់បានជួបជាមួយនឹងគាត់ទេដោយសារទៅក្រោយគាត់មិនតិចគាត់ចេញទៅខាងក្រៅបាត់ហើយសម្រាប់អ៊ំប្រុសវិញគឺគាត់ជាអតីតមេចុងភៅនៅភោជនីយដ្ឋានលីឡៃដែលភិកច្រើនគឺយើងស្គាល់ថាជាភោជនីយដ្ឋានបាយឆ្ងាញ់ហ្នឹងណាហើយពេលដែល Twister ទៅនេះឃើញថាបងគាត់ឈររៀងផ្លះទៀងហត់អញ្ចឹងក៏បានជូនគាត់ជាមួយនឹងបាកាសមកកំប៉ុងព្រោះដោយសារតែពេលដែលយើងរៀងហត់ចេះដាក់បាកាសមកគឺមានកម្លាំងតែម្ដងលក្ខណៈថាល្ងុយគេមកល្មមអីគឺស្វាងចេះហ្មងហើយខាងនេះគឺជាប្រភេទបាយចំហុយរបស់គាត់គឺទំនងមែនតើហើយមានរយជាមួយនឹងខ្ទឹមបំពងនៅខាងលើហ្នឹងអញ្ចឹងនៅពេលដែលយើងញ៉ាំទៅគឺឈ្ងុយមែនតើអ្វីដែលកាន់តែពិសេសហ្នឹងគឺបាយរបស់គាត់ដាំមកល្មមតែម្ដងអត់ជ្រាយពេកហើយក៏អត់ស្រួយពេកដែរនិយាយទៅគឺមកល្មមឆ្ងាញ់ណាហើយសម្រាប់ Twister វិញថ្ងៃនេះគឺបានទៅជាមួយនឹងបាកាសព្រោះដោយសារតែ Twister ដោយដែលបានដឹងអញ្ចឹងគឺថាចេញពីមួយកន្លែងទៅមួយកន្លែងអញ្ចឹងរៀងចំណាយកម្លាំងរៀងហត់អញ្ចឹងគឺថាបានបាកាសអញ្ចេះមកម្នាក់មកកំប៉ុងគឺស្វាងហ្មងហើយចូលមកដល់បាយរបស់យើងវិញពុកម៉ែបងប្អូនសម្រាប់បាយទាខ្វៃមានតម្លៃចាប់ពី 9,000 រៀលឡើងទៅអាស្រ័យលើពុកម៉ែបងប្អូនបើសិនជាថែមថយឬមួយក៏ដាក់សាច់បន្ថែមពីហ្នឹងគាត់នឹងគិតគូរទៅតាមហ្នឹងអញ្ចឹងណាហើយគាត់មានមកជាមួយនឹងទឹកជ្រលក់យើងដាក់ពីលើអញ្ចឹងមកគឺចូលជាតិមែនតើហើយគាត់មានមកជាមួយនឹងជ្រក់ដែរពុកម៉ែបងប្អូនបើថាសាច់ទារបស់គាត់វិញគឺឡើងទន់តែម្ដងញ៉ាំអីដឹងតែជាប់ចិត្តហើយខាងនេះគឺជាទឹកស៊ុបរបស់គាត់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ទៅញ៉ាំអីគឺគាត់មានបើកលក់ចាប់ពីម៉ោង6ព្រឹករហូតដល់ម៉ោង1កន្លះថ្ងៃត្រង់ហើយបើថាទៅញ៉ាំចំម៉ោងបាយថ្ងៃត្រង់លក្ខណៈថាយើងរៀងល្ងុយគេងអស់កម្លាំងអីហ្នឹងគឺអាចញ៉ាំជាមួយនឹងបាកាសបានបាកាសគឺជាភេសជ្ជៈពៅកម្លាំងលេខ1ពីប្រទេសកូរ៉េផ្សំពីយិនសិនកូរ៉េ Royal Jelly តូរីននិងសារធាតុជាច្រើនទៀតសម្រាប់ជំនួយរាងកាយនិងខួរក្បាលរបស់យើងជាពិសេសសម្រាប់អ្នកដែលធ្វើដំណើរផ្លូវឆ្ងាយចុះខេត្តអីហ្នឹងគឺ